ខ្ញុំបានធ្វើការជិះរថយន្តហោះដើរលេងកម្សាន្តចេញពីប្រទេសកម្ពុជារបស់យើងឆ្ពោះទៅប្រទេសដទៃប៉ុន្តែនៅពេលនោះក៏មានរឿងហេតុកើតឡើងយន្តហោះកំពុងហោះសុកហ្នឹងក៏មានភាពរអាក់រអួលដោយសារមេឃវាប្រែប្រួលហើយធ្វើឲ្យម៉ាស៊ីនយន្តហោះមានបញ្ហាហើយនេះគឺជាហេតុនាំមកដែលខ្ញុំត្រូវតែ survival លើកោះតែម្នាក់ឯងតែនឹងមានរឿងអ្វីកើតឡើងចំពោះរូបខ្ញុំបន្តទៀតចឹងគោលដៅរបស់ខ្ញុំក្នុងហ្គេមនេះដែរគឺខ្ញុំធ្វើម៉េចគឺត្រូវតែទៅវាយនេះឲ្យបានកាន់តែលឿនគឺកាន់តែល្អចឹងបើសិនអ្នកគ្នាដឹងទេអាហ្នឹងគឺដូចតែ one block ទេក៏តែ one block គេនៅលើមេឃហើយ one block ខ្ញុំគឺនៅកណ្ដាលមហាសមុទ្រចឹងប្លែកដែរហើយនេះជាអវ៉ាន់ដែលយើង random បានមិញហើយនៅក្នុងនោះគឺមានកោះ2 3កោះដែរក៏តែកោះតូចទេមើលទៅវាអត់ធំអីទេមើលទៅអ្នកនេះហើយខ្ញុំក៏ចង់ទៅកោះនោះជាតិនឹងដែរនេះកោះជុំវិញហ្នឹងនោះអាកោះមានដំដងមានអារម្មណ៍ថាចង់ទៅអាហ្នឹងទីបំផុតយើងបានរបស់មានប្រយោជន៍អីយើងបានមួកមួយអីអាយ៉ាឥឡូវយើងទទួលបានមួកល្អមួយទៀតអីគឺមួក Netherite ហើយនេះគឺជាអវ៉ាន់ដែលយើងទទួលបានពីការ random មិញគឺសិតតែរបស់អត់ប្រយោជន៍ទាំងអស់តែម្ដងភាសារបស់យើងគឺគ្មានប្រយោជន៍អីទេសម្រាប់ world ហ្នឹងអូណោះនេះអាសានេះខ្ជូតមែនខ្ញុំខានលេង Minecraft យូរឥឡូវគេអាប់ដេតដល់ណានេះគឺមើលឡើងខ្ជូតសានេះហើយខ្ញុំក៏ធ្វើការ random បានទូកផងដែរហើយធ្វើការជិះទៅកោះនៅខាងមុខហ្នឹងឥឡូវយើងធ្វើដំណើរមកដល់កោះហ្នឹងហើយមានផែនដានៅនឹងមួយទៀតគឺយើងលេងឯកាយអញ្ចឹងខ្ញុំបានតែខ្ញុំនៅតែកោះម្នាក់ឯងបានពីអ្នកផែនដាតែណានេះគឺឡើងខ្ជូតនេះជួយមកណានេះកោះមានដើមឈើមួយដំដងហ្នឹងហើយមានដើមម្សៅតែអីប៉ុណ្ណឹងគ្រុនបើបានឈើកាប់ដែរតោះយើងដល់ម៉ោងផ្លាញហើយតោះខ្ញុំដាក់ camera ដើម្បីបំភ្លឺហើយនៅនេះក៏មើលតែខ្ញុំសបកក្រាបពេកក៏ពិតខ្ញុំស្រឡាញ់ធម្មជាតិទេខ្ញុំត្រូវការដាំវិញឃើញអត់ហើយនេះគឺជាមិត្តភ័ក្តិរបស់យើងមិត្តភ័ក្តិថ្មីរបស់យើងនៅលើកោះហ្នឹងមាន2នាក់ទេអញ្ចឹងឲ្យញ៉ាំឫស្សីមួយខ្ជូតមកកូនខ្លាឃ្មុំហ្នឹងហើយខ្ញុំត្រូវការដាំបន្ថែមទៀតដោយសារខ្ញុំត្រូវការដើមម្សៅនិយាយអញ្ចឹងក៏ត្រូវដោយសារខ្ញុំមិនដឹងថាធ្វើអីទេអញ្ចឹងដាំលេងហ្នឹងហើយទៅពីការដាំឫស្សីរួចខ្ញុំធ្វើការជំរះស្មៅចាញ់ឲ្យស្លាស់បន្តិចហ្នឹងខ្ញុំភ្លេចគិតថា Panda វាខ្លាចភ្លៀងអានោះនេះពេលផ្គរវាខ្លាចនោះនេះអញ្ចឹងវាយំធ្វើមុខអញ្ចឹងហើយមេឃវាពងភ្លៀងទៀតអញនោះស្អីគេមិនតោះយើងកុំខ្វល់សំខាន់យើងទៅកាប់ឈើនោះនេះយើងកាន់ឡើងទៅកាប់ដល់លើហ្មងនេះហើយនៅសសខ្ញុំក៏បាន3កណ្ដឹងគឺថាពេលយើងកាប់ឈើរួចបើយើងវាយស្លឹកឈើយើងនឹងបានកូនឈើមែនអត់ហើយការគិតរបស់ខ្ញុំគឺដូចជាការគិតមែនគឺពិតមែនបានដល់កូនឈើពិតមែនក៏តែកូនឈើនេះឈើយ៉ាងកលនេះស្លឹកយ៉ាងកលសោះហើយខ្ញុំក៏បានធ្វើការកាប់ដើមឈើនឹងអស់ហើយខ្ញុំគិតថាចង់ដាំកូនយ៉ាងកលហ្នឹងខ្លាចវាដុះវិញតែបន្ទាប់មកក៏ខ្ញុំបានធ្វើកន្លែងដាំដំណាំផងដែរយើងដាំស្គួរអញ្ចឹងនោះនេះដាំស្រូវហ្នឹងហើយខ្ញុំក៏បានរៀបចំដីកន្លែងកោះយើងនោះឲ្យរៀបស្មើផងហើយខ្ញុំក៏បានធ្វើការដាក់ដៃមកខាងនេះបន្តិចដើម្បីតទៅកោះតូចនៅជិតហ្នឹងខ្ញុំក៏បានធ្វើការសាកមក random មកបានទៀតហើយលើកនេះគឺចំណេញមែនតើយើងទទួលបានរបស់ល្អហើយយើងបានខោ Netherite មួយនេះកោះសេរីហើយខ្ញុំកំពុង random មកបានហ្នឹងទទួលបាន golden apple ហើយបានពងនេះទៀតខ្ញុំដឹងពងនេះយកទៅអីទេតែសំខាន់គឺបាន golden apple នេះពិតជារបស់ល្អមែនទេខ្ញុំត្រូវការហ្នឹងបន្ទាប់ពីបាន golden apple រួចហើយខ្ញុំក៏ទទួលបានដាវ Netherite មួយទៀតផងដែរដល់នេះពិតជាសប្បាយចិត្តខ្លាំងមែនទេហើយនេះគឺជា shock box ដែលខ្ញុំទទួលបាននៅការ random មិញហើយខ្ញុំទទួលបានបានគួរសមដែរនេះរឿងនេះមានប្រយោជន៍ខ្លះខ្ញុំមាន spear ខ្ញុំមានដាវ Netherite ហើយនឹងgolden apple ផងដែរហើយក្រតទៀតក្រតមាសទាំងគាត់ជ្រុំហើយខ្ញុំក៏បានធ្វើដំណើរមកកាន់កោះនេះដែលនៅជិតកោះខ្ញុំដែរទេហើយនៅក្នុងនោះគឺខ្ញុំចង់មើលតើមានអ្វីនៅក្នុងកោះនេះតែនៅមកដល់គឺមានប្រាសាទបាក់បែកតូចមួយហើយមានបាយអូមនេះហ្នឹងនេះគេហៅគេខ្ញុំភ្លេចបាត់ហើយបាយអូមហ្នឹងតែស្អាតឈើហ្នឹងលយនោះនេះ
ហើយម្ដងគឺយប់ល្មមហើយធ្វើការដាក់ក្រេរោក្រេដាក់ដេកសិនហើយពេលព្រឹកអីខ្ញុំធ្វើការប្រមូលឈើនេះទុកដោយសារឈើហ្នឹងខ្ញុំត្រូវការទុកតាមខ្លួនហើយខ្ញុំឡើងមកលើហ្នឹងគឺឃើញឆេះមួយទុកចោលបើកមើលក៏អត់មានអ្វីដែលជាសំខាន់ដែលយើងត្រូវការដែរហើយមុនទទួលទៀតវិញខ្ញុំក៏បានឆ្លៀតមក random អវ៉ាន់ហើយខ្ញុំទទួលបានដុំ diamond មួយនោះនេះសប្បាយចិត្តខ្លាំងដែរហើយនេះជាអវ៉ាន់ដែលយើង random បានមិញមានអីនោះនេះបានរបស់មានប្រយោជន៍ដែរតាហើយខ្ញុំធ្វើដំណើរទៅផ្ទះវិញហើយទៅផ្ទះវិញគេបានដើរនៅរ៉ាយមួយកៅ diamond ហើយបានទូកថ្មីផងដែរដាក់បាននេះកប់សេរីតែម្ដងហើយម្ដងទៀតវិញខ្ញុំធ្វើការ craft pickaxe ហើយនឹងបីជើងផងដែរនេះប៉ុណ្ណឹងវាយនេះបានហ្នឹងណាមិនចាំយូរខ្ញុំក៏ធ្វើការមកកោះមួយទៀតគឺកោះសាក្រាដោយសារដើមសាក្រាខ្ញុំមកដល់គឺមានអារម្មណ៍ថានៅនេះដូចជាអត់មានអីទេមានដើមសាក្រាហ្នឹងតែស្អាតមែនទេដើមហ្នឹងបន្ទាប់ពីបានគយគុណទេសវាហើយបានថតរូបមួយស្លឹកហើយខ្ញុំក៏ធ្វើការទៅកោះមួយទៀតគឺជាកោះចុងក្រោយនៅក្នុង map នឹងហើយយើងធ្វើដំណើរមកដល់ហើយចឹងមកដល់កោះចុងក្រោយគេដែរគឺដើមឈើមានអារម្មណ៍ថាស្អាតមែនទេដើមឈើនេះគេធ្វើមកមានក្បូរក្បាច់ច្រើនហើយខ្ញុំក៏ចង់ឡើងទៅលើដើមឈើនឹងដែរនេះថាដើមឈើនឹងមានអ្វីគេនៅលើនឹងចង់មើលទេសភាពលើ map យើងតែមើលខ្លះអញ្ចឹងនេះហើយខ្ញុំក៏បានថតរូបទុកមួយជាអនុស្សាវរីយ៍ផងដែរហើយនេះគឺជារូបរាងម៉ែរបស់យើងគឺមើលដៃកតុយភ្នែកគឺសុទ្ធតែមហាសមុទ្រតែម្ដងហើយខាងក្រោមក៏ជ្រៅដែរនោះហើយជាតួអង្គរបស់ខ្ញុំដែលកណ្ដៃខ្លាំងមែនទែននៅតែម្នាក់ឯងនៅលើ map មួយនេះនៅពេលនោះដែរខ្ញុំធ្វើការត្រឡប់ទៅផ្ទះវាហ្នឹងខ្ញុំធ្វើការចង់មើលកោះនេះមកជុំតែឥឡូវមើលទៅជុំដូចចលែកមានស្អីគេមានទ្វារនេះហើយទ្វារដូចជាភាសាដែលខាងក្នុងមានអីគេហើយខ្ញុំធ្វើការចុះទៅមើលសិនបើកទ្វារមើលខ្ញុំខ្លាចមានកំណប់អីទៅនោះនេះយើងមើលមិនឃើញនេះឃើញទ្វារប៉ុន្តែមើលទៅអត់មានអីទេតែសកាប់ថ្មនេះចេញមើលអេយ៉ូជប់សិននេះខ្ញុំ what មានកន្លែងវៃនេះហើយនេះជាខ្ញុំពងរកអានឹងឯងទៅវៃនេះដើម្បីបញ្ចប់ហ្គេមហ្នឹងឯងហើយឥឡូវបានមកជួបហើយនេះគឺថាយើងធ្វើការជីកចូលយកទៅម្ដងទៅនេះកន្លែង strong hold ទៅវៃនេះកោសេរីហើយយើងមិនបាច់ទៅពេញហ្នឹងវាមានស្រាប់ហ្នឹងខ្ញុំមិនដឹងអាលីងនៅក្រោមនេះមានបើយកហើយខ្ញុំធ្វើការបើក channel មើលមាន Golden Apple 16 wow ហើយមានព្រួញ yes ព្រួញទុកបាញ់នេះហើយមានស្បែកជើងទៀតអញ្ចឹងប៉ុណ្ណឹងយើងអាចវាយនេះបានហើយនេះវាមិនដែលណាថាមិនឈ្នះនេះទៀតមែនអត់តោះឥឡូវយើងធ្វើការទៅវាយនេះក្រោយនេះឥឡូវយើងមកដល់កន្លែងវាយនេះអីដល់ឋានប្រជុំនេះអីអញ្ចឹងយើងធ្វើការ speed run ទៅវាយវាយកតែម្ដងនេះអត់ចាំយូរទេយើងធ្វើការគ្រាន់តែមកដល់លើភ្លាមខ្ញុំធ្វើការដកធ្នូរបស់ខ្ញុំទាញបាញ់ទៅប្រោតែនោះនេះហើយត្រោទៀតនោះនេះទឹកដៃដល់កនេះតោះឥឡូវយើងបានបំបីកន្លែងបញ្ចូលឈាមរបស់នេះរួចរាល់ហើយតោះយើងចាប់ផ្ដើមវាយវាយកតែម្ដងស៊ីនេះពេញចាអានេះចង់លេងខ្ញុំមុននេះចុះមកនេះដាក់ផាញ់មកហើយយើងធ្វើការទៅវាយវាតែម្ដងហើយខ្ញុំបានតឡើងប្រៃណែរឿងភ្លឺតិចឲ្យនៅនេះស្រួលមើលមិញរឿងល្ងិតពេកទៅនេះមើលនេះអង្គុយនេះឥឡូវនេះសល់ឈាមតិចដែរទេណានេះខ្ញុំចាំវាចុះមកវិញចាំយើងវាយវាទៀតណានេះពេលបាញ់វាក្រត្រោនឹងពិបាកមក
តើឥឡូវយើង spam វាមកវាយ spam ឥឡូវវាបានបាត់បង់ទៅទៅយេអញ្ចឹងហ្គេមហ្នឹងគឺយើងត្រូវបានបញ្ចប់ហើយដោយសារ challenge របស់ខ្ញុំគឺតម្រូវវាយនេះហើយកាន់តែលឿនអញ្ចឹងខ្ញុំចំណាយពេលតិចមែនទែនក្នុងការមកវាយនេះហ្នឹងដោយសារយើងមានរង្វាន់ល្អៗដែរអញ្ចឹងយ៉ាខ្ញុំអរគុណអ្នកនាងខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូនេះតាំងពីរហូតដល់ចប់អញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ